សង្គ្រាមរវាងប្រទេសចិនជាមួយនឹងប្រទេសជប៉ុនសង្គ្រាមលោកលើកទី2ដែលបានចាប់ផ្ដើមនៅថ្ងៃទី1ខែកញ្ញាបានឈានដល់រដូវរងានៃខែវិច្ឆិកាឆ្នាំ1939ក្រៅពីការវាយទីរបស់អាល្លឺម៉ង់នៅតំបន់អឺរ៉ុបនៅអាស៊ីយើងវិញប្រទេសជប៉ុនបានបើកការឈ្លានពាននិងលុកលុយយកប្រទេសចិនយ៉ាងគំហុកប្រទេសជប៉ុនដែលជាមហាអំណាចយោធាលាក់មុខបានបើកការឈ្លានពានយកឧបទ្វីបកូរ៉េនៅក្នុងឆ្នាំ1931ហើយបន្តឈ្លានពានប្រទេសចិនដោយចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីក្រោយការដួលរលំរបស់រាជវង្សឆេងក្នុងឆ្នាំ1911ក្រោយពេលជប៉ុនចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីជប៉ុនបានហៅតំបន់នេះថាម៉ាន់ជូគូនិងបានលើកលោកពូយីជាអភិបាលតំបន់នេះពូយីគឺជាអធិរាជចិនចុងក្រោយនៃរាជវង្សឆេងដែលត្រូវបានក្រុមបដិវត្តន៍ទម្លាក់ចេញពីរាជបល្ល័ង្កហើយទ្រង់រត់ទៅជ្រកកោននៅក្នុងប្រទេសជប៉ុនការដំឡើងលោកឲ្យគ្រប់គ្រងតំបន់នេះត្រូវបានប្រជាជននៅសម័យនោះបានហៅថាជារដ្ឋអាយ៉ងរបស់ជប៉ុនការចាប់ផ្ដើមនៃសង្គ្រាមចិនជប៉ុនជាលើកទី2ការចូលកាន់កាប់ទឹកដីម៉ាន់ជូរីពីសំណាក់កងទ័ពជប៉ុនបានធ្វើឲ្យក្រុមបដិវត្តន៍ចិនបង្កើតចលនាប្រឆាំងវត្តមានជប៉ុននៅទូទាំងប្រទេសហើយចលនាប្រឆាំងនេះបានបន្តរីករាលដាលធំឡើងរហូតដល់មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធកងទ័ពបដិវត្តន៍ចិននិងជប៉ុននៅលើស្ពានលូគូជិតទីក្រុងប៉េកាំងនាថ្ងៃទី7ខែមិថុនាឆ្នាំ1937ជប៉ុនបានស្នើឲ្យភាគីចិនទទួលខុសត្រូវនិងសុំទោសខ្លួនក្នុងការលួចសម្លាប់ជនស៊ីវិលជប៉ុននិងការវាយឆ្មក់សម្លាប់កងទ័ពជប៉ុននៅលើស្ពានលូគូប៉ុន្តែចិនក្រោមការដឹកនាំរបស់លោកលិនសេនបានធ្វើការបដិសេធមិនទទួលខុសត្រូវនិងមិនសុំទោសជប៉ុននោះទេដូចនេះហើយនៅថ្ងៃទី20ខែមិថុនាឆ្នាំ1937កងទ័ពជប៉ុនប្រមាណជាង 80,000 នាក់បានបើកការវាយប្រហារទៅលើរដ្ឋធានីប៉េកាំងដោយមិនប្រកាសសង្គ្រាមនោះទេចំណែកឯកងទ័ពបដិវត្តន៍ចិនមានចំនួនតែជាង 15,000 នាក់ប៉ុណ្ណោះដែលនៅចាំការពាររាជធានីប៉េកាំងនៅទីបំផុតកងទ័ពជប៉ុនបានយកឈ្នះកងទ័ពចិនហើយចូលកាន់កាប់រដ្ឋធានីប៉េកាំងនិងតំបន់ធានចិននៅថ្ងៃទី29ខែមិថុនាឆ្នាំ1937ក្រោយមកទៀតនៅថ្ងៃទី9ខែសីហាឆ្នាំ1937កងទ័ពជើងទឹកជប៉ុនចំនួន 10,000 នាក់បានប្រមូលផ្ដុំគ្នាខាងមុខក្រុងសៀងហៃជាមួយនឹងកងនាវាចម្បាំងចំនួន30គ្រឿងនៅថ្ងៃទី13ខែសីហាឆ្នាំ1937កងទ័ពនាវាចម្បាំងរបស់ជប៉ុនបានបើកការបាញ់ផ្លោងទៅលើទីក្រុងសៀងហៃប្រទេសចិនបានដាក់ពង្រាយកងទ័ពចំនួន 80,000 នាក់ដើម្បីការពារក្រុងសៀងហៃមួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ជប៉ុននៅថ្ងៃទី14មន្ត្រីចិនមកពីបកគូមីនតាំងដឹកនាំដោយលោកជាងកៃឈៀកបានបញ្ជូនកងទ័ពអាកាសរបស់ខ្លួនចំនួន91គ្រឿងទៅកំទេចនាវាចម្បាំងរបស់ជប៉ុននៅថ្ងៃទី16កងទ័ពអាកាសរបស់ជប៉ុនបានបញ្ជូនយន្តហោះចម្បាំងចំនួន85គ្រឿងបានចាក់ចេញពីកោះតៃវ៉ាន់មកដល់ក្រុងសៀងហៃហើយធ្វើការទម្លាក់គ្រាប់បែកទៅលើអគារលំនៅឋានរបស់ប្រជាជនចម្បាំងក្រុងសៀងហៃបានផ្ទុះឡើងក្រោមការឈ្លានពានរបស់ជប៉ុនអស់ជាច្រើនថ្ងៃតែកងទ័ពជប៉ុននៅតែមិនអាចកាន់កាប់ក្រុងសៀងហៃបានរហូតមកដល់ថ្ងៃទី22កងទ័ពចិនបានបញ្ជូនមកបន្ថែមទៀតដែលធ្វើឲ្យចំនួនកងទ័ពដែលការពារក្រុងសៀងហៃមានចំនួន 60,000 នាក់ហើយនៅថ្ងៃទី23កងទ័ពធំរបស់ជប៉ុនបានមកដល់ក្រុងសៀងហៃក្នុងចំនួន 30,000 នាក់ជាមួយនឹងរថក្រោះចំនួន300គ្រឿងយន្តហោះចម្បាំងចំនួន400គ្រឿងជប៉ុនបានបញ្ជូនកងរថក្រោះដើម្បីវាយបើកមុខឲ្យកងទ័ពរបស់ខ្លួនរុលចូលទៅមុខដើម្បីចូលទៅកាន់កាប់ក្រុងសៀងហៃនៅទីបំផុតកងទ័ពរបស់ជប៉ុនដែលមានការគាំទ្រដោយកងទ័ពអាកាសយ៉ាងច្រើនលើសលប់បានយកឈ្នះទៅលើកងទ័ពបដិវត្តន៍ចិនហើយចូលទៅកាន់កាប់ក្រុងសៀងហៃនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ1937ហើយជប៉ុនបានប្រកាសថាខ្លួនបានយកឈ្នះទាំងស្រុងទៅលើប្រទេសចិន
ប្រទេសមហាអំណាចយោធាលាក់មុខដែលគេស្គាល់ថាជាប្រទេសជប៉ុនដែលបានចូលឈ្លានពានប្រទេសចិនហើយក៏បានវាយចូលកាន់កាប់ទឹកដីជាបន្តបន្ទាប់អំឡុងពេលដែលជប៉ុនវាយលុកចូលក្រុងសៀងហៃជប៉ុនក៏បានបញ្ជូនកងទ័ពជាច្រើនផ្សេងទៀតដើម្បីវាយចូលកាន់កាប់ក្រុងណានជីងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1937កងទ័ពជប៉ុនចំនួន 20,000 នាក់បានបើកការវាយលុកទៅលើចិនដើម្បីដណ្ដើមយកក្រុងណានជីងចំណែកឯកងទ័ពចិនដែលកំពុងតែការពារក្រុងណានជីងមានចំនួនត្រឹមតែ 10,000 នាក់ប៉ុណ្ណោះជប៉ុនបានវាយលុកចូលទីក្រុងណានជីងអស់ពេល1ខែនៅទីបំផុតក៏វាយបំបីក្រុងណានជីងនៅថ្ងៃទី13ខែធ្នូឆ្នាំ1937កងទ័ពចិនប្រមាណ 80,000 នាក់ត្រូវបានសម្លាប់ចំណែកឯភាគីជប៉ុនបានបាត់បង់កងទ័ពប្រមាណជាង 20,000 នាក់ប៉ុណ្ណោះជប៉ុនពេលចូលកាន់កាប់ទីក្រុងណានជីងបានសម្លាប់រង្គាលជនស៊ីវិលប្រមាណជាង 30,000 នាក់ហើយនេះក៏ជាការចាត់ទុកថាជាការប្រឡាយពូជសាសន៍ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជប៉ុនបន្ទាប់ពីដណ្ដើមបានទីក្រុងណានជីងបន្ទាប់មកក៏បានវាយលុកចូលទៅយកទីក្រុងវូហានដើម្បីកាន់កាប់ជាបន្តទៀតនៅថ្ងៃទី11ខែមិថុនាឆ្នាំ1938ជប៉ុនបានបញ្ជូនកងទ័ពចំនួន 35,000 នាក់ដើម្បីវាយលុកចូលកាន់កាប់ទីក្រុងវូហានក្រោមការការពាររបស់កងទ័ពបដិវត្តន៍ចិនប្រមាណជាង 25,000 នាក់នៅថ្ងៃទី12ខែមិថុនាឆ្នាំ1938រដ្ឋាភិបាលជាតិនិយមចិនបានបំពាក់នូវគ្រាប់បែកដើម្បីបំផ្ទុះទំនប់ទឹកទន្លេលឿងដែលស្ថិតក្នុងហ៊ឺយន់គូដោយបង្កើតឲ្យមានទឹកជំនន់យ៉ាងធំមួយដើម្បីពន្យាពេលកងទ័ពជប៉ុនដែលកំពុងវាយលុកចូលទីក្រុងវូហានព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជាទឹកជំនន់ទន្លេលឿងទឹកជំនន់ដ៏ធំនេះបានឆក់យកជីវិតជនស៊ីវិលប្រមាណជាង 20,000 នាក់ស្លាប់ដោយការលង់ទឹកទោះជាយ៉ាងណាជប៉ុនបានបន្ថែមសម្ភារៈសឹកមកបន្ថែមទៀតរួមមានយន្តហោះចម្បាំងចំនួន429គ្រឿងនាវាចម្បាំងចំនួន120គ្រឿងនិងនាវាផ្ទុកកងទ័ពចំនួន315គ្រឿងដើម្បីឆ្លងកាត់ទឹកជំនន់ទន្លេលឿងនេះហើយវាយចូលទីក្រុងវូហានទីបំផុតកងទ័ពជប៉ុនបានវាយកាន់កាប់ទីក្រុងវូហាននៅថ្ងៃទី27ខែតុលាឆ្នាំ1938ចំណែកឯភាគីខាងចិនបានដកថយហើយបោះទីតាំងមូលដ្ឋានទ័ពនៅទីក្រុងឆុងឈីងជប៉ុនដែលកំពុងចូលឈ្លានពានលេបយកទឹកដីរបស់ប្រទេសចិនក្នុងបុព្វហេតុសង្គ្រាមចិននិងជប៉ុនលើកទី2ដែលមានប្រទេសទី3លោកដៃផងនោះបានឈានដល់ការកំណត់នៃសង្គ្រាមលោកលើកទី2នៅថ្ងៃទី17ខែកញ្ញាឆ្នាំ1939កងទ័ពជប៉ុនចំនួន 12,000 នាក់បានបើកការវាយប្រហារដើម្បីកាន់កាប់ទីក្រុងឆាងសាដែលមានកងទ័ពចិនកំពុងឈរជើងចំនួន 24,000 នាក់ប៉ុន្តែជាចុងក្រោយសម្ភារៈសឹកដ៏ច្រើនសន្ធឹកសន្ធាប់របស់ជប៉ុនដែលមានយន្តហោះចម្បាំងចំនួន100គ្រឿងនិងនាវាចម្បាំងចំនួន12គ្រឿងបានយកឈ្នះទៅលើកម្លាំងចិនហើយចូលកាន់កាប់ទីក្រុងឆាងសានៅថ្ងៃទី6ខែតុលាឆ្នាំ1939ក្រោយពីដណ្ដើមបានទីក្រុងឆាងសានៅថ្ងៃទី15ខែវិច្ឆិកាក្នុងឆ្នាំ1939កងទ័ពជប៉ុនបានបន្តលុកលុយប្រទេសចិនមកដល់តំបន់គងស៊ីនៃប្រទេសចិនខាងត្បូងកងទ័ពចំនួន 10,000 នាក់បានចូលប្រយុទ្ធទប់ទល់នឹងកងកម្លាំងចិនចំនួន 15,000 នាក់ដែលកំពុងប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនការប្រយុទ្ធនេះបានអូសបន្លាយរហូតដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ1940ដោយភាគីចិនបានយកជ័យជំនះទៅលើជប៉ុននៅច្រកនៃភ្នំខុនលុននិងបានរារាំងកងទ័ពជប៉ុនក្នុងការបន្តដំណើររុលទៅមុខក្នុងទិសដៅទៅវាយប្រហារទីក្រុងឆុងឈីងដែលជាមូលដ្ឋានទ័ពដ៏សំខាន់ចុងក្រោយរបស់ប្រទេសចិនទោះជាយ៉ាងណាកងទ័ពជប៉ុនដែលមានការគាំទ្រដោយយន្តហោះចម្បាំងចំនួន100គ្រឿងនាវាផ្ទុកយន្តហោះចំនួន2គ្រឿងនាវាចម្បាំងចំនួន40គ្រឿងបានចូលកាន់កាប់ទីក្រុងណាននីងនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ1939ក្រោយពីសង្គ្រាមឈ្លានពានបានតំបន់មួយភាគធំនៅក្នុងប្រទេសចិនជប៉ុនហាក់បីដូចជាបង្អង់ដៃក្នុងការវាយលុកចូលជាបន្តបន្ទាប់ទៀតពីព្រោះនៅពេលនោះជប៉ុនបានចាប់ផ្ដើមចាញ់សង្គ្រាមលោកលើកទី2ជាពិសេសសម្ព័ន្ធមិត្តរបស់ប្រទេសជប៉ុនបានបង្ខំឲ្យជប៉ុនដកទ័ពនិងការគ្រប់គ្រងចេញពីប្រទេសដែលខ្លួនបានវាយលុកចូលនៅក្នុងនោះក៏មានប្រទេសចិនផងដែរ
ហើយមូលហេតុមួយដែលសំខាន់ជំរុញឲ្យប្រទេសជប៉ុនដកទ័ពចេញពីប្រទេសចិននោះគឺនៅចុងសង្គ្រាមលោកលើកទី2ប្រទេសអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូចំនួន1គ្រាប់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុននៅពេលនោះប្រទេសជប៉ុននៅតែបន្តក្នុងការគ្រប់គ្រងប្រទេសចិននៅឡើយហើយក៏មិនព្រមចោះចាញ់ក្នុងសង្គ្រាមលោកលើកទី2ដែរក្រោយមកអាមេរិកក៏សម្រេចចាត់ទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ទៀតនៅទីក្រុង Nagasaki របស់ប្រទេសជប៉ុនបានចាញ់នៅក្នុងសង្គ្រាមលោកលើកទី2យ៉ាងដំណំហើយសម្ព័ន្ធមិត្តជាច្រើនរបស់ជប៉ុនបង្ខំឲ្យជប៉ុនដកទ័ពនិងការគ្រប់គ្រងចេញពីប្រទេសនៅក្នុងដៃរបស់ខ្លួនក្នុងនោះប្រទេសចិនក៏បានរួចខ្លួនចេញពីសង្គ្រាមមួយនេះផងដែរចាប់ពីពេលនោះមកប្រទេសចិនបានកសាងប្រទេសឡើងមកវិញដោយលេចមុខជាមួយនឹងអ្នកស្នេហាជាតិនិងជាអ្នកតស៊ូរំដោះជាតិជាច្រើនទៀតផង